ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងប្រវត្តិស្នេហាដ៏ជូរចត់មួយយកមកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមុននឹងលើកយករឿងនេះមកបានជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់សូមម៉ែបងប្អូនជួយចុច Subscribe ចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងរឿងនេះមានចំណងជើងថាទុំទាវទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំខេត្តព្រៃវែងបានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រនៅក្នុងវត្តវិហារធំទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគមស្មូតផ្លុំពៃនិងធ្វើតោកលក់ដោយឡែកទំមានរូបរាងស្អាតនិងមានសម្លេងពីរោះថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់ទុំនិងពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំទុំបានស្មូតយ៉ាងពីរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូជ្រមុខស្ដាប់នាងនោជាភីលៀងរបស់នាងទាវឃើញទុំស្អាតសម្លេងពីរោះក៏គួរចិត្តសេនាហាតែដោយឋានៈទូចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវដឹងដំណឹងនេះក៏អង្គរំដាយឲ្យទៅនិមន្តនេនទុំមកស្មូតនៅផ្ទះរបស់ខ្លួនទុំស្មូតយ៉ាងពីរោះទាវក៏ចាប់ចិត្តស្រឡាញ់ក៏រៀបចំผ้าห่មដន្លាប់បារីស្លាមលោកឲ្យនាងនោយកទៅប្រគេនទុំហើយប្រាថ្នាផ្សងឲ្យបានជួបទុំឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរមកដល់វត្តវិញទុំរិះរកអបាយក៏សុំលោកគ្រូសឹកលោកគ្រូពុំព្រមព្រោះការទូទាយឃើញថាជើងលេខមិនល្អពៀនលើស្លាប់ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្ដាយឲ្យជួយអង្គប្រកល់លោកគ្រូតែពុំបានសម្រេចទុំដាច់ចិត្តលួចសឹកម្នាក់ឯងហើយក៏ប្រញាប់ប្រញាល់បួពេជ្រវិលទៅត្បូងឃ្មុំវិញជួនជាពេលនោះម្ដាយទាវមិននៅទុំក៏ឡើងលើផ្ទះហើយលួចរួមរៈជាមួយទាវនាពេលនោះទៅក្រោយមកអជូនជាចៅវាយខេត្តត្បូងឃ្មុំបានជួដណ្ដឹងនាងទាវឲ្យមើលងួនជាកូនប្រុសរបស់ខ្លួនទន្ទឹមនឹងនោះទុំនិងពេជ្រត្រូវសេចក្រាមាដែលសោយរាជនៅក្នុងក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូតយ៉ាងពីរោះដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯកក៏ជ្រើសរើសរកស្រីស្អាតប៉ះជំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តជាខ្លាំងលុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសេចទុំច្រៀងរៀបរាប់សពគ្រប់ធ្វើឲ្យសេពជ្រាបការឲ្យទុំនិងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅការនេះធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញហើយរិះរកអបាយយកខ្លែងសម្បត្តិប្រាប់ទៅនាងទាវថាខ្លួនមានជំងឺជាទម្ងន់បានដំណឹងភ្លាមទាវក៏មកមើលម្ដាយដល់ផ្ទះត្រូវម្ដាយចាប់បង្ខំឲ្យរៀបការជាមួយមើលងួនទាវអស់សង្ឃឹមក៏សរសេរសម្បត្តិឲ្យទុំបានដឹងពេលនោះសេចក៏ប្រទានរាជសារដល់ទុំនិងពេជ្រដើម្បីខាត់ឲ្យជូនមកដល់ផ្ទះទាវទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹងប្រគៀកប្រអប់នាងទាវចំពោះមុខភ្ញៀវធ្វើឲ្យម្ដាយទាវខឹងក៏ពន្យុះឲ្យជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាដឹងថាប្តីនាងត្រូវគេសម្លាប់ទាវនឹងនោតាមរកទុំអ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅពេជ្រនាំដំណឹងអកុសលនេះទៅទូលសេចស្ដេចក៏មកកាត់ក្តីដោយចាប់អជូនមើលងួននិងម្ដាយទាវកប់ទាំងរស់ត្រឹមហើយយកក៏នាស់រស់ពីលើក្បាលរីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូមួយនេះសូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀត